កាលពីសម័យបុរាណមួយមុនពេលពិភពលោកមានមូសមានសត្វតូចមួយស្លាបថ្លាសំឡេងទន់ដែលមនុស្សគ្រប់គ្នាស្រឡាញ់តែដោយសារតែការមិនអាចរក្សាសម្ងាត់វាបានផ្លាស់ប្ដូរជោគវាសនាខ្លួនឯងសូមអញ្ជើញស្ដាប់រឿងនិទានដែលមានចំណងជើងថាដើមកំណើតសត្វមូសកាលពីសម័យបុរាណណានៅពេលពិភពលោកមិនទាន់មានសត្វមូសទេមានសត្វតូចមួយរស់នៅជាប់ភូមិមនុស្សឈ្មោះថាសត្វប៊ូរ៉ាសត្វប៊ូរ៉ាមានស្លាបថ្លាសំឡេងទន់និងចិត្តល្អវាហោះទៅហោះមកជួយដាំផ្កាប៉ះផ្កាឲ្យរុក្ខជាតិចេញផ្លែហើយមនុស្សគ្រប់គ្នាស្រឡាញ់វាប៉ុន្តែសត្វបូរ៉ាមានអាកប្បកិរិយាអាក្រក់មួយគឺវាចូលចិត្តឮរឿងសម្ងាត់វានឹងហោះទៅជិតស្ដាប់ហើយយកទៅប្រាប់អ្នកដទៃដោយសារតែវាភូមិនោះកើតមានការឈ្លោះប្រកែកនិងមិនសុខសាន្តមនុស្សនិងសត្វទាំងឡាយខឹងណាស់ក៏ទៅសុំជំនួយពីព្រះធម្មជាតិបានហៅសត្វប៊ូរ៉ាមកប្រមានថាបើអ្នកមិនឈប់និយាយរឿងសម្ងាត់អ្នកដទៃអ្នកនឹងត្រូវទទួលទោសសត្វប៊ូរ៉ាសន្យាថានឹងកែខ្លួនប៉ុន្តែបន្ទាប់ពីមួយរយៈវាក៏ធ្វើដដែលវាស្ដាប់រឿងសម្ងាត់ទៀតហើយនាំទៅប្រាប់គ្រប់ទីកន្លែងព្រះធម្មជាតិខឹងណាស់ក៏បំលែងសត្វបូរ៉ាឲ្យក្លាយទៅជាសត្វតូចមួយរាងស្ដើងសំឡេងរំខានហើយត្រូវរស់នៅដោយស្ដាប់សំឡេងឈាមជាអាហារនោះហើយគឺជាសត្វចាប់ពីថ្ងៃនោះមកសត្វមូសត្រូវហោះទៅជិតត្រចៀកមនុស្សធ្វើសំឡេងវឹងវឹងដូចជាការស្ដាប់រឿងសម្ងាត់ហើយខាំមនុស្សដើម្បីរស់នៅជានិច្ចអត្ថន័យនៃមេរៀនគឺអ្នកដែលមិនគោរពសម្ងាត់អ្នកដទៃនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងចិត្តល្អនិងការស្ងៀមស្ងាត់គឺជាគុណធម៌ដ៏មានតម្លៃរឿងនិទានដើមកំណើតសត្វមូសបង្រៀនឲ្យយើងដឹងថាពាក្យសម្ងាត់និងពាក្យពេចន៍មានអំណាចធំធេងលើជីវិតអ្នកដែលមិនចេះស្ងៀមស្ងាត់អាចបំផ្លាញទំនាក់ទំនងនឹងខ្លួនឯងសូមអរគុណដែលបានស្ដាប់រឿងនិទានរបស់យើងបើលោកអ្នកពេញចិត្តសូមជួយចុច like share និង subscribe ដើម្បីទទួលបានរឿងនិទានខ្មែរថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណ